มังรีเตรตั้งได้អង្គខ្មែរទាំងនគរមានមោទកភាពឆឹងរីយ៉ាងពិនគ្មានគូព្រៀមពីដងសុំជ្រាមិនីកាញ្ញាបូពេងបូរងគុនគូលិតឡន់មិនមែនใจដន់កាត់មានព្រឹត្តិការណ៍ប្រឹងអាទិនរាំងនៅចំកណ្ដាលកំពូលប្រាំងប្រាអង្គលបាញល្បីសាមង្រីត្រីយប់ថ្ងៃស្មើគ្នាផ្អើលអង្គមនុស្សម្នាទាំងខ្ញុំកាវេឃើញតនឹងភ្នែកឆាពនរាំងសេកាមេរ៉ាប្រុសស្រីរំភើបត្រេកអរកំពូលបញ្ញាមានដូនតាខ្មែរកូនចៅសូមថែរក្សាបន្តមរតកវប្បធម៌ថ្លៃថ្លាបវរកម្ពុជាសែនល្អមានតួភូមិខ្ញុំមង្រីត្រីយប់ថ្ងៃស្មើគ្នាផ្អើលអង្គមនុស្សម្នាទាំងខ្ញុំកាវេឃើញតនឹងភ្នែកឆាពនរាំងសេកាមេរ៉ាប្រុសស្រីរំភើបត្រេកអរពូលបញ្ញាមានដូនតាខ្មែរកូនចៅសូមថែរក្សាបន្តមរតកវប្បធម៌ថ្លៃថ្លាបវរកម្ពុជាសែនល្អមានតួភូមិខ្ញុំយើងខ្ញុំទាំងអស់គ្នាពិតជាមានក្តីរំភើបប្រកបដោយមោទកភាពនិងមានមហាកិត្តិយសយ៉ាងធំធេង
ដែលបានបោះជំហានមកដល់ទីឋានដ៏ឧត្តមឧត្តមនេះគឺជាឋានព្រះបរមវិស្ណុលោកនៃមហាអាណាចក្រខ្មែរខ្ញុំនឹងនាំអារម្មណ៍ទូរទស្សនិកជនជាតិនិងអន្តរជាតិទាំងក្នុងនិងក្រៅប្រទេសត្រឡប់ទៅកាន់អតីតកាលដ៏រុងរឿងថ្កុំថ្កើងនៃចក្រភពមួយនេះប្រាសាទអង្គរវត្តឬនគរវត្ត ទៅខាងនោះបាទ ជាប្រាសាទដែលធំបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានមាត្រដ្ឋានលើផ្ទៃដីទំហំ 162,000 កដកសញ្ញា 6 ហិកតា ដោយស្មើនឹង 1,626,000 ម៉ែត្រការ៉េ រចនាសម្ព័ន្ធនៃសំណង់ប្រាសាទត្រូវបានចាត់ទុកជាស្ថាបត្យកម្មដ៏កំពូលនៃអច្ឆរិយវត្ថុរបស់ពិភពលោកដែលត្រូវបានសាងសង់ឡើងក្នុងសតវត្សទី 12 ដោយព្រះបាទសូរ្យវរ្ម័នទី 2 ដែលជាព្រះមហាក្សត្រនាសម័យកាលចក្រភពខ្មែរប្រាសាទនេះសាងសង់ដើម្បីឧទ្ទិសឲ្យព្រហ្មញ្ញសាសនានៃលទ្ធិជំនឿលើព្រះវិស្ណុដោយពីហើយប្រាសាទអង្គរវត្តត្រូវបានគេសន្មតថាជាប្រាសាទសាសនាដែលធំបំផុតនៅលើពិភពលោកដែលជាប់ក្នុងកំណត់ត្រាពិភពលោក Guinness World Record ក្នុងឆ្នាំ 1985 ក្នុងសតវត្សទី 11 នៃគ្រិស្តសករាជក្នុងរជ្ជកាលនៃអង្គព្រះមហាវីរក្សត្រដែលជាស្ថាបនិកនៃមហានគរខ្មែរគឺព្រះបាទសូរ្យវរ្ម័នទី 2 ជាទីគោរពសក្ការៈនៃយើងទាំងអស់គ្នាសូមឧទ្ទិសស្នាដៃនេះស្ថិតនៅក្នុងក្រអៅបេះដូងកូនខ្មែរជាមួយការចងចាំគ្រប់ជំនាន់ក្នុងនាមកុលបុត្រកុលធីតាខ្មែរគ្រប់ជំនាន់យើងខ្ញុំសូមសម្ដែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលបំផុតនិងទំនុកបការៈគុណមិនអាចបំភ្លេចបានថ្វាយនឹងគោរពជូនដល់ដួងព្រះវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយកម្លាំងចិត្តប្រាជ្ញាស្មារតីនិងអាយុជីវិតក្នុងការបង្កើតថែរក្សានិងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយស្ថិតក្នុងទិវារាត្រីប្រកបដោយមហានក្ខត្តរិទ្ធមួយរបស់ប្រជាជាតិកម្ពុជានាដើមឆ្នាំ 2025 នាខែមីនានេះដើម្បីរំលឹកដល់ទំនុកបការៈបុព្វបុរសខ្មែរដែលបានពលីទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញានិងអាយុជីវិតក្នុងការបង្កើតថែរក្សានិងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបានបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយទន្ទឹមគ្នានេះដែរទិវាសមរាត្រីនេះក៏ជាឱកាសដ៏មានតម្លៃមួយដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិវប្បធម៌ទំនៀមទម្លាប់ប្រពៃណីនិងអត្តសញ្ញាណជាតិក្នុងចំណោមប្រជាជនខ្មែរគ្រប់រូបក្នុងគោលបំណងធានាឲ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្នស្របតាមគោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយើងខ្ញុំរំពឹងថាមជ្ឈមជនជំនាន់ក្រោយនឹងទទួលបាននូវចំណេះដឹងបន្ថែមអំពីវប្បធម៌ខ្មែរដ៏ល្អផូរផង់នាសមរាត្រីនេះដោយក្តីគោរពនិងបំណងល្អពី NSP Plus TV